rầm bà trời ơi ta niệm cá đầm ra niệm cá thôi ấy xăm bị giật thố đầm răng mốc chua từ tuấn rầm chua cho chừng bố và chua từ tuấn rầm chia phở chia xa đã thấy nhẹ xe oi từ cành nhẹ nhô đã xả á co bằng tọa nhẹ xe oi từ cành tưตัวđã sẽ ế đã sò tư đại khuôn prarthana nhẹ té ơi từ căn tức đại khuôn prarthana aramana phi mục hay thiều vẽ bạch chốc và thà nào miền ca thưa ơi xăm và dứt tật thô đầm răng mục chua từ tuấn rắm chia phở đôi xa thấy nhẹ xét ơi từ căn tức đại khuôn prarthana bà nâng chẳng hết gì ná để đó ta lấy dân vào đóng tức chân tàm đi hay xe dân bài mục hà này hay cho tình nhẹ tới trong tư thế trong thế bà dịch tới té vòng vai rồi bà vòng vai mục vị ở nó tròn trong mạnh về ấy vai tới chân từ đầu nó thì ná và xa là thấy nó đối Manasakara để anh Manasakara chỉ được sẵn để anh cùng bài xong rồi dứt thôi đó ở về chấm bà ram ấy và ram tới ba ở về chấm đầm đấy và cỏ là bà đấy đây bài xong rồi dứt thôi mục xong rồi dứt thôi ở về chấm ram ở về tôi cho mình là ram nữa mình ấy cứ akara và cắt và bóc Manasakara lấy của ông được thằng đây mới thật để anh cho thôi vô chất tục đắc ôi tập tí không ca sẽ đập nơi về thổ để trái dương cùng bài lại tập kịch riêng này lấy chọc kịch đấy thì nó đau ý của ông lục ở màu lục gì riêng là lấy được tầm đây thôi lấy chọc kịch tập tí gì đó cùng bài cùng mô luôn mà ôi tập đau tại lừa thổ là bao giờ ông nên ấy mình đang sẽ cả đạt nên nên ấy mình đang cả đạt kịch bàn ấy kịch khui anh vô bàn ấy nhé bàn chẳng hết gì nó bàn ở trên kịch chẳng bàn ấy gì nó bàn trước cho bằng tập viết ra gì sạch tệ thì có hòm á sạch tệ xó tò sẽ sạch tệ sạch tệ đôi khnia nừng cái xe cả hòm nẹ nẹ sĩ cà rạ sạch tế đôi khnia nứng nẹ nẹ sĩ cà rạ đói cà rạ trạc cật đói cà rạ trạc cật cứ sạch tế tôi nâng rắm cứ sạch tế tôi nâng rắm âm nát đôi âm nát cá minh phịch phèn đôi âm nát cá minh phịch phèn tao nói tiếng tao nè bà ai mẹ mẹ phải cà đó ai mẹ mẹ phải cà đó ai mẹ mẹ phải cà đó tuổi nâng rắm đói ca thừa tục đói ca thừa tục
ដោយការធ្វើទុកដកthêmតិចការចងទុកការធ្វើទុកការចងទុកដកthêmតិចការប្រកបការប្រកបបាទនឹងលោកគាត់លើកអំពីសេចក្តីផ្សេងគ្នារបស់សតិបាទចំពោះសតិកាលណារលឹកនៅអារម្មណ៍ណាមួយអាការៈប្រកបហ្នឹងរបស់សតិហ្នឹងគឺព្រោះដែលមុខឆ្ពោះទៅដល់ទៅនឹងអារម្មណ៍ហ្នឹងក៏ប៉ុន្តែដែលទៅជាមួយនឹងអារម្មណ៍ហ្នឹងគឺដឹងអារម្មណ៍រលឹកដឹងអារម្មណ៍ដោយការមិនភ្លេចភ្លាំងដល់បានទេណាបាទឧទាហរណ៍មកថាដូចជាព្រះអង្គលើកសម្ដែងមួយថាអ្នកទាំងឡាយដែលបានរៀននៅបរិយត្តិធម៌នេះរៀននៅខ្ជិញជាអ្នកនេះបាទមានសត្តៈមានកិយៈគាថាអិតិវតកៈអង្គ9របស់ពុទ្ធសាសនានេះរៀននេះបាទមានន័យថាពុទ្ធដីកាទាំងអស់នេះបាទដែលនៅក្នុងបទៃបដកដែលអ្នករៀននេះអ្នកខ្លះសន្ទិញអ្នកខ្លះចាំក៏ប៉ុន្តែដល់តែភ្លេចភ្លាំងស្មារតីស្លាប់ទៅបានទៅកើតជាទេវតានឹងលោកសម្ដែងអញ្ចឹងដល់ជាបុគ្គលភ្លេចស្មារតីមានន័យថាវាមានសេចក្តីប្រមាទបាទវាមិនបានប្រឆាក់នៅធម៌ទេបាទដល់ស្លាប់ទៅក៏បានទៅកើតនៅទេវលោកដល់ទៅកើតទេវលោកបាទទៅដល់នោះអត់ឲ្យនឹកឃើញរឿងអីក៏អត់នឹកបាទហើយនឹងចេះសម្ដែងធម៌អីក៏អត់ចេះសម្ដែងអត់ចេះមានបដិហាមានរិទ្ធថានឹងដឹងចិត្តរបស់ទេវតាអីណាក៏អត់បាទរស់នៅតាមដោយសុខសប្បាយរបស់ផលបុណ្យនៅទេវលោកនឹងតែក៏តែពេលណាមួយមានទេវតាដល់ពេលគេមកនិយាយថាណែយើងរងហើយដែលបានមកកើតនឹងទេវតាសប្បាយអញ្ចឹងដោយបានប្រព្រឹត្តនៅព្រហ្មចរិយធម៌នៅធម្មវិន័យណាដែរណាលោកគេមានអញ្ចឹងនឹកឃើញតែម្ដងបាទនឹកឃើញរលឹកឃើញនឹងការដែលឯងរៀនធម៌ណែរៀនធម៌ដែលជាពុទ្ធដីកាណែរលឹកឃើញតែម្ដងបាទហ្នឹងដល់រលឹកឃើញទៅលោកថាសតិដែលរលឹកឃើញតែខ្លួនឯងប្រព្រឹត្តព្រហ្មចរិយធម៌នៅធម្មវិន័យណាដែលរលឹកឃើញហ្នឹងរលឹកឃើញហ្នឹងគឺនៅពេលនេះទល់ជាមួយនឹងអារម្មណ៍ដែរទល់ជាមួយនឹងអារម្មណ៍ក៏ប៉ុន្តែទល់នឹងអារម្មណ៍ដោយអំណាចមិនភ្លេចភ្លាំងទេរលឹកឃើញមែនទេណាបាទរលឹកឃើញកាលខ្លួនឯងធ្លាប់រៀនលោកថានេះសតិកើតនឹងកើតដែលរលឹកដឹងហ្នឹងលោកថាយឺតផងក៏ប៉ុន្តែដែលការឃើញជាក់ច្បាស់ដោយអ្នកផលលឿនជាងនឹងរហ័សជាងសតិនឹងទៅទៀតនោះឃើញទេអាស្រ័យដោយសារអីថាអាស្រ័យដោយសារយើងបានរៀនសូត្រណាបានរៀនសូត្រពុទ្ធវចនៈហ្នឹងដូច្នេះមិនបាត់បង់ទៅណាទេចឹងបានវាត្រូវតែខ្ញុំនិយាយនៅដើមម៉ោងនោះថានៅពេលដែលចិត្តកើតឡើងមិនមែនតែចិត្តកើតឡើងនឹងវាកើតឡើងតែចិត្តតែឯងទេវាមានសភាវៈដទៃកើតរួមជាមួយហើយកាលណាកើតរួមជាមួយហើយវារលត់ទៅដែរហ่ะក៏ប៉ុន្តែការកើតរលត់យ៉ាងឆាប់រហ័សនោះមិនមែនតែទេវាសន្សំសម្បានវាសន្សំសម្បាននៃខ្លួនវាដោយអំណាចនៃជាវិលៈវិថីព្រោះចាំមិនថានឹងកើតបន្តទៅជាខាងក្រោយតទៅទៀតអញ្ចឹងដែលយើងរៀននៅនេះជាវណ្ណវាកើតដែរទេណាដល់ពេលណាមួយហ្នឹងវារលឹកអញ្ចឹងឯងបាទវាអត់បាត់បង់ទៅណាទេទៅនឹងឯងបាទអ្វីដែលវាកើតនៅពេលនេះវាត្រូវកើតនៅសម័យក្រោយហើយរលឹកដឹងណាអូអញបានរៀននេះតាបានដឹងនេះតាការរលឹកដឹងយ៉ាងនឹងឯងដែលវាចប់អបនិស្ស័យទៅអាចញ៉ាំងឲ្យបានសម្រេចនៅមគ្គផលអញ្ចឹងជិតតែយើងអត់បានរៀនទេយើងអត់បានសិក្សាទេនៅពុទ្ធវចនៈទេយើងបានអីនឹងគួរនឹងថារលឹកដឹងដើម្បីនឹងពិចារណាអត់នេះទេណាអត់អញ្ចឹងគេថាអញ្ចឹងជាបុគ្គលមួយអត់មានទុនណាអត់មានទុនទៅទេបាទអញ្ចឹងបានថាត្រូវរៀនសិក្សាត្រូវស្ដាប់ឲ្យច្រើនជាឧបនិស្ស័យពីព្រោះនៅពេលហេតុបច្ច័យលំមុំគ្រប់គ្រាន់សំគួរដល់ផលនៅពេលហ្នឹងដូចចឹងឯងដូចទេវតានឹកឃើញផ្លែតមកបាទប៉ុន្តែរៀននៅនេះចាំខ្លះបាទមិនចាំខ្លះឲ្យទៅពីព្រោះនៅពេលដែលស្ដាប់នៅពេលហ្នឹងជីវ័នវាចាប់បានតាយល់បានតាប៉ុន្តែដល់វារលត់ទៅសញ្ញាវាអត់កើតនឹងធ្វើមិនឲ្យចាំបានបាទអត់ចាំ
có còn cái nơi cây nào mùi nữa đây tập hiệp viện nâng anh để trời cả đáng sàn nhà cả đắng mà đắng và prom tại đây sạch tệ rồi lực đằng đó ban đi nơi prom mà chạy về thua nơi không thăm ở bên đây đi ta và mình tới có chuyện cho bác nữa và nhận lời thảo phải là đánh cho xem tích tiết đâm bay ai thì cho bà tí được bà mình khăn đó thì nè bạn tự xây cả hóm trong tấm là xây cả hóm aram nạ aram mẹ nạ aram nạ nó để nè đọc liền tích tạ tát tha nào tạ tát tha nào aram nạ tạ tát tha nào khiếu miến aram chia hạt dịch miến aram chia hạt dịch chẳng aram này ấy chia cái trái nhang ở mình là sakara cả láng hãy có nhắn xăm từ dịch tịch thố ói bài mục này ấy đồng rong sport từ rong á aram tao nói gì nè bà chốc bàn tay biết gì này ta cả hóm mình nét sakara nhẹ sakara sẽ khi vĩnh miên lệ khả nạ đồ chìa miên lệ khả nạ đồ chìa ní sa ra thay bà ní sa ra thay đồ chìa ní sa ra thấy nhẹ xét áo tu từ sự cả ra miễn lệ khả nát đôi chìa nia xa là thấy nhẹ xét áo tu từ là khăn và ở mình vô mình sẽ cả ra đấy ở mình vô không xa là thầy đấy này nè và tới để nhẹ xét mấy từ nấy thấy bằng áo được nóng sẽ đây để bảo áo được trong sụn đấy mình sẽ cả ra chân thầy nói thì nè từng ở khné riêng bàn đời chỉ được sắcទី7ហើយនៅក្នុងសព្វចិត្តសាធារណចេតសិកបាទដូច្នេះយើងឃើញចេតសិកទាំងអស់នេះឯងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោកទ្រង់សម្ដែងនៅលក្ខណៈតិចកកៈនៃសភាវៈមួយបាទគួរដល់ការដែលអ្នកសិក្សានឹងឯងបានសិក្សារៀនសូត្រពិនិត្យពិច័យហើយនឹងពិចារណាពិនិត្យសង្កេតក្នុងសភាវៈដែលប្រកបជាប្រក្រតីក្នុងជីវិតរាល់ថ្ងៃឲ្យឃើញថាសភាវៈដែលកំពុងប្រកបនោះឯងត្រឹមតែជាសភាវៈតាមសេចក្តីពិតតាមលក្ខណៈដូចដែលព្រះអង្គទ្រង់សម្ដែងទុកបាទឧទាហរណ៍ដូចជាលក្ខណៈរបស់វេទនាឬក៏លក្ខណៈរបស់សញ្ញាដូច្នេះព្រះអង្គទ្រង់សម្ដែងថាវេទនានេះឯងមានការសោយនៅរសអារម្មណ៍ជាលក្ខណៈអនុភពៈលក្ខណៈចឹងសូម្បីតែនៅក្នុងអរិយាបថណាក៏ក្នុងអរិយាបថនឹងទៅឬក៏នៅខណៈណាក៏ខណៈនឹងទៅខណៈដែលមានការសោយនៅរសអារម្មណ៍ដូចជាខណៈនោះឯងសតិរលឹកតាមនៅលក្ខណៈរបស់សភាវៈដែលសោយរសអារម្មណ៍នឹងឯងក៏បញ្ញានឹងឯងដឹងច្បាស់ថាសភាវៈនឹងឯងមិនមែនជាយើងមកពីអីមកអំពីសតិនឹងឯងបានទល់នឹងលក្ខណៈរបស់សភាវៈដែលសោយរសអារម្មណ៍
ដូចជាសញ្ញាព្រះអង្គលើកសម្ដែងថាសញ្ជាអ្នកលក្ខណៈមានការចងចាំមានការសង្កល់ជាលក្ខណៈថាចងចាំអីថាចងចាំអារម្មណ៍សង្កល់អីថាសង្កល់អារម្មណ៍ដល់តែខណៈដែលសភាវៈនឹងឯងប្រកបតាមផ្លូវភ្នែកក្តីតាមផ្លូវត្រចៀកក្តីតាមផ្លូវច្រមុះក្តីអណ្ដាតក្តីកាយក្តីឬចិត្តក្តីសតិរលឹកភ្លាមតាន់ពេលដែលសញ្ញាកំពុងប្រកបនឹងឯងរលឹកតាន់នៅលក្ខណៈរបស់សភាវៈដែលចងចាំនឹងឯងដែលសង្កល់ចំណាំបាននៅអារម្មណ៍នឹងឯងបាទដូច្នេះដល់តែសតិរលឹកដឹងតាន់នៅលក្ខណៈរបស់សភាវៈនឹងឯងបញ្ញានោះក៏ដឹងនៅលក្ខណៈរបស់សភាវៈដែលកំពុងប្រកបនេះច្បាស់ថាមែនយើងបាទត្រឹមតែនាមធម៌មួយបែបបាទប៉ុណ្្នឹងឯងបាទសន្សំរឿយក្នុងជីវិតរាល់ថ្ងៃនេះឯងថាហើយដែលសន្សំអញ្ចឹងនឹងថាដើម្បីអីថាដើម្បីឲ្យបោះពួយនឹងចំឲ្យត្រង់ត្រូវតាមគោលបំណងរបស់ព្រះសម្មាសម្ពុទ្ធនោះប្រសងរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់សន្សំបារមីដែលយើងសូត្រមកដូចតាសូត្រមិញហ្នឹងនៅក្នុងទំនៀមពោធិសត្វនេះបានសាងបារមីជាទានបារមីនៅព្រះពោធិសត្វឈ្មោះនាមនេះបានសាងនៅទានបារមីឬក៏បញ្ញាបារមីថាសន្សំនឹងដើម្បីអីថាគ្មានដើម្បីអីទេណាគឺដើម្បីរំលត់បងនៅកិលេសហើយនឹងញ៉ាំងអ្នកដទៃដែលមិនតាមលះបង់នៅកិលេសឲ្យលះបង់កិលេសដូចជាព្រះអង្គដែរហើយដែលសន្សំនឹងគ្មានដើម្បីអីទេណាដើម្បីឆ្លងផុតអំពីអំឡុងនេះឯងដល់ព្រះអង្គឆ្លងផុតហើយលោកដឹកនាំអ្នកដែលមិនតាមបានឆ្លងផុតនឹងឲ្យឆ្លងផុតដោយព្រះអង្គផងដែរអញ្ចឹងដើម្បីនឹងបានឆ្លងផុតខ្លួនឯងផងដឹកនាំអ្នកដទៃឲ្យបានឆ្លងផងរំលត់លះបង់កិលេសរបស់ខ្លួនឯងផងដឹកនាំអ្នកដទៃឲ្យរំលត់នៅកិលេសផងវាតតែបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅសព្វយុត្តញាណបានអាចទៅបានអញ្ចឹងបានព្រះអង្គលោកខំប្រឹងណាស់ទេណាត្រូវថែម4អសង្ខ័យសែនកាត់ដើម្បីត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយយកធម៌ដែលត្រាស់ដឹងនោះឯងហើយធម៌ដែលត្រាស់ដឹងនោះគ្មានធម៌អីនឹងក្រៅអំពីភ្នែកទឹកជាច្រមុះអណ្ដាតកាយចិត្តលោភៈទោសៈមោហៈករុណាមេត្តាអ៊ីសាមេនៈជាដើមប៉ុណ្ណឹងទេបាទដែលធម៌ដែលព្រះអង្គទ្រង់ត្រាស់ដឹងគឺដឹងធម៌ហ្នឹងក៏ប៉ុន្តែដឹងនៅធម៌នោះតាមសេចក្តីពិតដែលជាសច្ចៈបាទដល់ព្រះអង្គលោកទ្រង់ត្រាស់ដឹងហើយលោកទ្រង់សម្ដែងដែលសម្ដែងធម៌នឹងឯងបាទជាសត្វតោបការៈសម្បត្តិហ្នឹងដើម្បីអីថាដើម្បីឧបការៈដល់សត្វទាំងឡាយដែលសត្វណាដែលមានឧបនិស្ស័យល្មមសំគួរហើយគាត់ទៅលឺធម៌របស់ព្រះអង្គលោកអង្គទ្រង់សម្ដែងនោះក៏បានសម្រេចមគ្គផលដែររំលត់កិលេសបានអស់មិនមានសេសសល់ដែរហើយបើអ្នកណាទេដូចថាអ្នកណាទេដូចថាបញ្ញាដូចមិនតាន់ឃ្លាខ្លាទេព្រះអង្គលើកសម្ដែងដោយសង្ខេបស្ដាប់បានទេតតែពិស្ដាបានត្រាស់ដឹងក៏បុគ្គលនឹងឯងបានខៃនៅសេចក្តីដែលព្រះអង្គទ្រង់សង្ខេបនឹងឯងឲ្យទៅជាពិស្ដាហើយក៏ជាច្បាស់ចឹងដែរហើយបើមិនសិនជាអ្នកខ្លះពួកសត្វខ្លះដែលស្ដាប់មិនបានសម្រាប់អ្នកផលទេក៏ជាប្រយោជន៍ដែរក៏ជាសារៈសំខាន់ដែរជាឧបនិស្សយសម្បត្តិដើម្បីនឹងបានជាច្បាស់ក្នុងអនាគតជាតិវិជាតិនឹងមិនបានសម្រេចទេនឹង
ក៏គង់នឹងបន្តវិជានេះនឹងបានសម្រេចនេះក៏ជាតិតនឹងបានសម្រេចដោយសារអីអាស្រ័យដោយសារការស្ដាប់នៅព្រះធម៌ដែលព្រះអង្គសម្ដែងនៅពេលនេះយើងឯងវាចប់ជាឧបនិស្សយសម្បត្តិទៅបាទនឹងទេណាវាជាប្រយោជន៍ហើយព្រះអង្គលើសម្ដែងប៉ុណ្ណឹងថាប្រសងដើម្បីអីថាប្រសងដើម្បីឲ្យសត្វលោកទាំងអស់ដែលលិចលង់នៅក្នុងមហាសមុទ្រវដ្តសង្សារនេះឲ្យបានរួចផុតឲ្យបានឡើងលើគោកបាទឲ្យបានឡើងលើគោកអញ្ចឹងយើងរាល់ថ្ងៃនឹងដល់យើងស្ដាប់បានច្រើនទៅយើងយល់យើងនាំគ្នាមកប្រឹក្សាគ្នាដើម្បីឲ្យបានយល់ក្នុងការបដិបត្តិក្នុងជីវិតរាល់ថ្ងៃនឹងឯងក្នុងសភាវៈដែលកំពុងប្រកបក្នុងជីវិតជាប្រកបដែរនៅពេលដែលវេទនាប្រកបក៏អប់រំទូលមានញ៉ាំងសតិដែលមិនតាន់កើតនឹងឯងឲ្យកើតឡើងរលឹកដឹងតាន់នៅសភាវៈដែលកំពុងប្រកបនោះតាមនៅអីថាតាមនៅលក្ខណៈរបស់សភាវៈនឹងឯងតាមសេចក្តីពិតដើម្បីអីដើម្បីចម្រើននៅបញ្ញាលះបង់នៅសេចក្តីល្ងងមិនដឹងងប់ជ្រុកប្រកាន់នៅសភាវៈដែលកំពុងប្រកបនឹងថាជាទូខ្លួនដូច្នេះបញ្ញានឹងឯងចម្រើនក្នុងការដឹងនៅសភាវៈដែលកំពុងប្រកបតាមសេចក្តីពិតនឹងដែលខំចម្រើននឹងឲ្យត្រូវប្រសងរបស់ព្រះសម្មាសម្ពុទ្ធឲ្យសត្វលោកនឹងឯងរួចផុតតែប៉ុន្តែព្រមចរិយធម៌របស់ព្រះពុទ្ធសាសនាដើម្បីឲ្យរួចផុតអំពីសេចក្តីទុក្ខនៅក្នុងសង្សារវដ្តនោះវាតតែតេតទៅនឹងរឿងកិលេសវាតតែអស់កិលេសអត់វារួចផុតបាននឹងដែលយើងពុទ្ធយើងជាពុទ្ធសាសនិកជននឹងឲ្យវាយល់ក្នុងពុទ្ធសាសនាឲ្យច្បាស់កន្លែងហ្នឹងឲ្យច្បាស់ថាយើងចង់ស្ងប់ណាស់យើងចង់បានសុខណាស់រាល់ថ្ងៃកើតមកជាមនុស្សឯណារវល់នឹងរកអាហារដើម្បីចិញ្ចឹមជីវិតឯណាមួយរវល់តែពីរឿងការពារនៅជំងឺឈឺថ្កាត់ឧបសគ្គសេចក្តីអន្តរាយផ្សេងជុំវិញខ្លួនដូច្នេះមានការនឿយណាយដែរក៏ប៉ុន្តែនោះការនឿយណាយនឹងបើសិនជានឿយណាយមិនអស់កិលេសទេឥតអំពើទេបាទមិនអាចរួចផុតអំពីការគ្របសង្កត់នៃកម្លាំងរបស់វត្តនឹងមិនរួចទេបាទក៏ប៉ុន្តែដល់តែយើងសិក្សាព្រះពុទ្ធសាសនាយើងយល់ថាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលើសម្ដែងមកហ្នឹងណាឲ្យយើងទៅឃើញទុក្ខរបស់សង្សារវដ្តហ្នឹងក៏ពិតមែនហើយបាទក៏ប៉ុន្តែដើម្បីនឹងរួចទុក្ខនៅក្នុងសង្សារវដ្តនេះបានវាតើតែមិនមានកិលេសបាទមិនតើតែមិនមានកិលេសហើយកាលណាមិនមានកិលេសទេដូច្នេះរួចហើយនៅសេចក្តីទុក្ខនៅសង្សារវដ្តនេះហើយយើងដឹងតទៅទៀតថាចិត្តកិលេសហ្នឹងដែលអាចនឹងរួចបាននោះអស់ទៅបាននោះវាត្រូវអស់តាមផ្លូវភ្នែកអស់តាមផ្លូវតិចអស់តាមផ្លូវច្រមុះអស់តាមផ្លូវអណ្ដាតតាមផ្លូវកាយនិងតាមផ្លូវចិត្តព្រោះអីទ្វារទាំង6នេះគឺជាទ្វារចេញចូលរបស់កិលេសជាទីតាំងនៃការកើតឡើងរបស់កិលេសកាលណាមានទ្វារទាំង6នឹងហើយដូច្នេះទ្វារទាំង6នឹងឯងជាទីតាំងរបស់កិលេសអញ្ចឹងដើម្បីនឹងអស់កិលេសក្នុងទ្វារទាំង6នឹងឯងព្រះអង្គលើកទ្រង់សម្ដែងប្រាប់នៅបដិបត្តិគឺអរិយមគ្គមានអង្គ8នឹងឯងបាទជាពិសេសគឺការចម្រើនអប់រំនៅសតិប្បដ្ឋានបដិបត្តិដើម្បីអីដើម្បីចម្រើននៅសតិដែលជាសភាវៈដែលជាគ្រឿងសម្រាប់រារាំងនៅខ្សែរបស់តណ្ហាសតិនឹងឯងបាទជាទំនប់បាទជារនាំងដើម្បីទប់នៅខ្សែហូររបស់តណ្ហាដែលវាទៅកាន់រូបដែលវាទៅកាន់សម្លេងសតិទប់បាទបើសិនជាគ្មានសតិទេតាមទ្វារភ្នែកនឹងឯងវាហូរតណ្ហាវាហូរចេញពីភ្នែកនឹងទៅវាទៅចាប់រូបតាមតិចវាទៅចាប់សម្លេងដូច្នេះរាគៈកើតឡើងជាបច្ច័យញ៉ាំងឲ្យទោសៈកើតឡើងមោហៈកើតឡើងដែលជារិះគល់នៃសេចក្តីទុក្ខក៏ប៉ុន្តែបើសិនជារូបប្រកបហើយតាមផ្លូវភ្នែកនោះមានសតិដឹងតាំងសតិនឹងទុក្ខ
បញ្ហាមិនឲ្យហូរទៅរូបទេបានអីថាមិនមានបញ្ហាកើតឡើងព្រោះអីថាខណៈនោះរលឹកដឹងតាមនៅលក្ខណៈរបស់រូបឬក៏សភាវៈដែលតាមផ្លូវភ្នែកដែលកំពុងប្រកបនឹងឯងតាមសេចក្តីពិតដល់សតិនឹងឯងរារាំងទប់បាទទប់នៅបញ្ហាមិនឲ្យហូរទៅបានហើយបញ្ញាគឺសម្លាប់តែម្ដងបាទកាត់ផ្ដាច់នៅចំណិតចំណងចំណូលចូលចិត្តដោយអំណាចនៃនន្ទរៈនឹងឯងបាទគឺដឹងច្បាស់ថាត្រឹមតែនាមធម៌និងរូបធម៌មិនមានសត្វបុគ្គលទេគឺដកការប្រកាន់នឹងឯងអាការដកនៅសេចក្តីប្រកាន់នឹងឯងដែលវាញ៉ាំងឲ្យសេចក្តីនឿយណាយនៅក្នុងសង្ខារធម៌នឹងឯងកើតឡើងនឹងទីណាបដិកទេសដែលព្រះសម្មាសម្ពុទ្ធដែលព្រះអង្គលោកទ្រង់សម្ដែងគឺបំណងប្រសងដើម្បីបណ្ដឹងបាទដូច្នេះដល់តែយើងស្ដាប់ទៅយើងវេកញែកយើងពិចារណារាល់គ្នាទាំងអស់ទៅយើងឃើញថាអូបើអញ្ចឹងនៅក្នុងជីវិតរាល់ថ្ងៃនេះអាត្មាអញគ្មានកិច្ចអីដែរដើម្បីនឹងក្នុងការសង្រួមក្នុងការបប្រតិបត្តិក្នុងការប្រព្រឹត្តដោយសមាចារៈយ៉ាងណាយ៉ាងណាគឺដើម្បីលះបង់នៅកិលេសបាទពីព្រោះដឹងថាការអស់នៅកិលេសគឺជាការអស់ទៅនៅសេចក្តីទុក្ខយើងជឿជាក់យើងស្ដាប់ធម៌ព្រះយើងជឿអញ្ចឹងតែម្ដងបាទនឹងក៏ប៉ុន្តែការដែលលះបង់នៅកិលេសនេះវាអាស្រ័យដោយកុសលធម៌ការចម្រើននៅកុសលធម៌មិនថាកុសលឯណាទេក៏មានសេចក្តីប្រមាទត្រូវសន្សំញ៉ាំងកុសលនឹងឲ្យកើតឡើងមានការធ្វើទានមានការរក្សានៅនិច្ចសិលក្តីឧបោសថសិលក្តីបាទដូចជាថ្ងៃនឹងឯងបាទគឺសន្សំនៅកុសលពីព្រោះអីពីព្រោះកុសលនឹងឯងមានលក្ខណៈកាត់ផ្ដាច់នៅអកុសលលះបង់នៅអកុសលខណៈដែលកុសលកើតឡើងខណៈនោះមិនមានការកើតឡើងនៅក្នុងកុសលទេហើយវាជាប់ជាឧបនិស្ស័យទៅទៀតបាទដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកទ្រង់សម្ដែងនៅក្នុងធម្មបទ